អស់លោកមួយចំនួនហាក់ដូចជាមើលរំលងសវត្ថភាពជីវភាពប្រជាពលរដ្ឋខណៈដែលអាជីវកម្មរណ្ដៅដីធំហើយជ្រៅនៅជាប់ភូមិមិនធ្វើរបងបិទដឹកជញ្ជូនផ្ទុកដីលើសទ្រង់មិនគ្របរីឯផ្លូវដោយអំបែងនំគ្រក់នៅឃុំលំហាចស្រុកអង្គស្នួលជាច្រើនឆ្នាំមកហើយដែលក្រុមឈ្មួញរកស៊ីបានធ្វើសកម្មភាពកាយនិងដឹកជញ្ជូនដីបែបអនាធិបតេយ្យចេញពីរណ្ដៅដ៏ធំហើយជ្រៅមួយកន្លែងស្ថិតនៅក្នុងភូមិកណ្ដាលឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលដោយពួកគេបានដឹកជញ្ជូនមិនគោរពបទដ្ឋានបច្ចេកទេសផ្ទុកដីលើទ្រង់មិនគ្របធ្លាក់លើផ្លូវបង្កជាទួលជាជង្ហុកធូលីហុយស្រោចទឹករអិលរំខានទៅដល់សុខភាពជីវភាពនិងការធ្វើដំណើរសេចក្តីរាយការណ៍បានឲ្យដឹងទៀតថារណ្ដៅដីនោះមានទំហំរាប់ហត្ថតាកាយកាន់តែជ្រៅទៅអត់មានរបងព័ទ្ធជុំវិញរណ្ដៅដើម្បីការពារសុវត្ថិភាពនោះទេដែលប្រឈមនឹងគ្រោះថ្នាក់ដល់មនុស្សនិងសត្វចិញ្ចឹមលោកកុងម៉េងភាគីម្ចាស់អាជីវកម្មខាងលើអត់ទាន់មានការបញ្ជាក់ទេក្រោយពីទទួលសារសំណួរនឹងរូបភាពពីក្រុមការងារវ៉ាន់ប៉ុសតាមបណ្ដាញ Telegram របស់លោកទទួលហើយមិនតបលោកនោះសវណ្ណរិទ្ធអភិបាលស្រុកអង្គស្នួលអត់មានការបញ្ជាក់ទេបន្ទាប់ពីទទួលសារសំណួរហើយលោកអភិបាលបានតបថាអរគុណលោកប៉ុនប៊ុនធឿនប្រធានមន្ត្រីរ៉ែនិងធម្មពលខេត្តកណ្ដាលមិនទាន់មានការបញ្ជាក់បន្ទាប់ពីក្រុមការងារវ៉ាន់ប៉ុសបានផ្ញើរូបភាពនិងសារសំណួរទៅកាន់ WhatsApp របស់លោកឆិតចន្ទាប្រធានស្ថានីយ៍ថ្លឹងរថយន្តអង្គស្នួលបានឲ្យដឹងថាផ្លូវលំផ្លូវដីលោកមិនដែលបានដឹងមិនដែលបានឃើញទេពេលខ្លះវាស្ថិតនៅក្នុងផ្លូវរបស់អភិវឌ្ឍជនបទហ្នឹងហើយផ្លូវលំផ្លូវដីនេះខាងខ្ញុំវាមិនដែលបានដឹងមិនដែលបានឃើញទេជួនកាលវាស្ថិតនៅក្នុងផ្លូវអភិវឌ្ឍជនបទអីខ្ញុំមើលខ្ញុំចុះស្ដៅជ្រាវមើលខ្ញុំបានដឹងដែរសូមរំលឹកថានាពេលកន្លងទៅអន្តរក្រសួងបានចេញស្រាវជ្រាវកំណត់ជាមួយនឹងលក្ខខណ្ឌរបស់អាជ្ញាធរមួយចំនួនពេលចេញលិខិតអនុញ្ញាតឲ្យម្ចាស់អាជីវកម្មបានកំណត់ថាការដឹកជញ្ជូនធនធានរ៉ែសំដៅទៅលើដីថ្មខ្សាច់គ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រង់គ្របឲ្យបានជិតត្រឹមត្រូវមិនបង្កឲ្យដីថ្មខ្សាច់ធ្លាក់លើផ្លូវត្រូវថែទាំជួសជុលផ្លូវជាប្រចាំបើហុយស្រោចទឹកមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានសណ្ដាប់ធ្នាប់សូម្បីតែដឹកចេញពីការដ្ឋានក៏ត្រូវតែលាងកង់រថយន្តឲ្យស្អាតជាមុនផងដែរជាពិសេសរណ្ដៅដីដែលមានជម្រៅជ្រៅនៅគៀកភូមិតម្រូវឲ្យធ្វើរបងព័ទ្ធបិទដើម្បីសុវត្ថិភាពមនុស្សនិងសត្វចិញ្ចឹមចូលបកក្រឡេកមកមើលសកម្មភាពខាងលើនេះវិញតើបានអនុវត្តឲ្យវិធានការអ្វីខ្លះសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង